ចំណាស់ដឹងទូទៅអំពីហ្គេមដែលយើងត្រូវដឹងវគ្គ1 PSP ហៅកាត់របស់ពាក្យ PlayStation Portable ចេញលក់ទៅថ្ងៃទី12 ខែ 12 ឆ្នាំ 2004 PSP ទាំងអស់មាន5 version ដំបូងគឺ PSP 1000 ឬក៏ PSP Flat ដើម្បីកំណត់ចំណាំស្គាល់មួយ version ផ្សេងៗគឺយើងត្រូវតែចំណាំអាឡៃអាប៊ូតុងនៅខាងក្រោមអេក្រង់ហើយនឹងកន្លែងដាក់ថ្មរបស់វាខាងក្រោយក្នុងវាមានកន្លែង2លយចេញឲ្យយើងស្រួលចាប់កាន់បន្ទាប់គឺ PSP 2000ជា version ស្ដើងស្រាលរបស់ PSP 1000ដោយសារតែវាស្ដើងហើយស្រាលមកពីថ្មរបស់វាបានកាប់ថយហើយខាងក្រោយក្នុងវាគឺបាន design រាបស្មើអត់មានដុំ2លយចេញទៅ PSP 1000ទេបន្ទាប់ទៀតគឺ PSP 3000ភាពខុសគ្នារបស់ PSP 2000ហើយនិង3000គឺ layout ប៊ូតុងនៅក្រោមអេក្រង់ហើយ version នេះគឺបានប្រើអេក្រង់ IPS វាមិនមែនប្រើអេក្រង់ TFT ដូចពី version មុនទេអេក្រង់ TFT ម៉ែដីចូលrồiហើយ version នេះក៏មាន micro ដែរអូខេបន្ទាប់គឺ PSP Go ក្នុងពូជពង PSP PSP Go នឹង design ខុសគេមកវាមានអេក្រង់ OPPO IPS Bluetooth ហើយនិង memory 16GB ដោយសារ version នេះវាអត់មានកន្លែងញាត់ DUMD អញ្ចឹងមានប្រើ memory ជំនួសអូខេ PSP ចំណុចចុងក្រោយគេគឺ PSP E1000 ឬក៏ PSP E Slim អាម៉ាស៊ីននេះកម្រមានអ្នកលេងនៅកម្ពុជាយើងវាក៏ស្តៀង PSP 3000ដែរប៉ុន្តែអានេះវា design ជាដុំហ្មងមានន័យថាយើងមិនអាចដោះថ្មបានទេប៉ុន្តែ version នេះជា version ដែលមានថ្មតាន់ជាងគេមួយចំនួន PSP ដើម្បីសួរចំណាំនេះគឺជា layout ប៊ូតុងក្រោមអេក្រង់របស់ PSP E1000 នេះជាស្ទើរនៅបន្ថែមសម្រាប់ប្រូណាចង់ទិញ PSP លេងអេក្រង់របស់ PSP គ្រប់ model resolution វាបានត្រឹមតែ408 x 272 pixel តែប៉ុណ្ណោះអញ្ចឹងមានន័យថារូបភាពវាអត់ស្អាតអញ្ចឹង PSP លេងហ្គេមមិនបានខ្លះហើយដំបូងគឺហ្គេម PSP ប៉ុន្តែសម័យឥឡូវ PSP វាច្រើនគឺត្រូវបានចែកប្រេកបាត់ទៅហើយអញ្ចឹងមានន័យថាយើងអាច convert file របស់ PS1 ដើម្បីលេងលើ PSP បានហើយយើងអាច install emulator ដើម្បីលេងហ្គេមកសែតនៅលើហ្នឹងក៏បានដែរឧទាហរណ៍ដូចជា NES SNES Game Boy Game Boy Color Game Boy Advance Game ធំ Atari Sega Genesis ច្រើនទៀតឲ្យតែម៉ាស៊ីនណាខ្សោយជាង PS1 គឺលេងបានលើ PSP បានទាំងអស់ច្បាស់ណាស់យើងក៏អាចលេងហ្គេម Java នៅលើ PSP បានដែរសម្រាប់ប្រូណាមិនដឹងហ្គេម Java នោះគឺហ្គេម Nokia កាលក្មេងយើងលេងហើយ PSP ក៏អាចស្ដាប់ចម្រៀងមើលវីដេអូបានផងដែរឃើញអែមជាង Nintendo Switch ទៀតច្រើនខ្ញុំសង្ឃឹមថាទិន្នន័យទាំងអស់នេះនឹងជួយឲ្យប្រូទិញម៉ាស៊ីន PSP ដែលត្រូវចិត្តយើងបំផុតអូខេ see ya